មកកែលំហានគណិតវិទ្យាថ្នាក់ទី9បន្តទៀតលើកមុនយើងដល់លំហាត់ទី9ម្ដងហើយយើងកែបានពីរលំហាត់គឺលំហាត់ A និងលំហាត់ B ថ្ងៃនេះយើងចូលទៅដល់ពីរលំហាត់ទៀតគឺលំហាត់ C និងលំហាត់ D ហើយយើងសង្កេតមើលលំហាត់របស់យើងគឺជាប្រភេទប្រមាណវិធីបូកដកឬដែលរឹសរបស់យើងគឺជាប្រភេទរឹសការ៉េទាំងអស់អ្នកទាំងអស់គ្នាត្រូវចាំក្នុងការគណនាប្រមាណវិធីបូកដកឬលុះត្រាតែមានសន្ទុះដូចគ្នានិងរ៉ាឌីកង់ដូចគ្នាទើបអាចយើងបូកដកបានអញ្ចឹងនៅក្នុងលំហាត់របស់យើងនេះគឺរឹសការ៉េដូចគ្នាទាំងអស់ហើយប៉ុន្តែរ៉ាឌីកង់គឺអត់ដូចគ្នាទេរ៉ាឌីកង់ខ្លះ15រ៉ាឌីកង់ខ្លះ3អញ្ចឹងដើម្បីធ្វើការបូកដកបានលុះត្រាតែយើងផ្គុំរ៉ាឌីកង់15ជាមួយនឹងរ៉ាឌីកង់15ហើយរ៉ាឌីកង់3ជាមួយនឹងរ៉ាឌីកង់3ឥឡូវយើងមកធ្វើការកែទាំងអស់គ្នាលំហាត់ A របស់យើងអាចសរសេរបានថាយើងផ្គុំរឹសការ៉េដែលមានរ៉ាឌីកង់15យើងដាក់រឹសរួមរឹសការ៉េ15បន្ទាប់មកទៀតយើងធ្វើការបូកដកតមេគុណហើយរក្សារ៉ាឌីកង់នៅដដែលយើងយក3ដក3បន្ទាប់មកទៀតយើងផ្គុំរឹស3វិញម្ដងរឹស3យើងអាចសរសេរបានថាដក4បូកឲ្យ6កន្លែងនេះ3ដក3គឺ0ហើយអញ្ចឹងកាលណាមេគុណ0គុណជាមួយនឹងរឹស15ក៏0ដែរអញ្ចឹងកន្លែងនេះអស់ហើយមកដល់រឹស3របស់យើងវិញដក4បូក6គឺស្មើនឹងបូក2អញ្ចឹងស្មើ2រឹស3ចម្លើយរបស់យើងក្នុងលំហាត់ C ស្មើនឹង2រឹស3ចូលមកដល់លំហាត់ D របស់យើងដូចគ្នាដែរជាប្រភេទរឹសការ៉េដែលមានសន្ទុះ2ដូចគ្នាហើយចំពោះរ៉ាឌីកង់មានរ៉ាឌីកង់ខ្លះ3ហើយរ៉ាឌីកង់ខ្លះ17អញ្ចឹងដើម្បីធ្វើប្រមាណវិធីបូកដករឹសដែលមានសន្ទុះដូចគ្នាបានលុះត្រាតែយើងផ្គុំរ៉ាឌីកង់ដែលដូចគ្នាបានផ្គុំរ៉ាឌីកង់ដែលដូចគ្នាទៅយើងអាចធ្វើការបូកដកបានអញ្ចឹងចម្លើយរបស់យើងស្មើយើងផ្គុំរឹស3ចឹងយើងបានរឹស3កតាឲ្យមេគុណ4ដកឲ្យ3ហើយដក2បូកឲ្យរឹស17យើងយកមេគុណរឹសការ៉េ17បានដក2បូកឲ្យ3ស្មើរឹស13 4ដក3នៅសល់1ដក2ស្មើដក1អញ្ចឹងស្មើនឹងដករឹសការ៉េ3បូកឲ្យរឹស17ដក2បូក3ស្មើនឹង1អញ្ចឹងមេគុណ1គឺយើងអត់សរសេរទេចម្លើយស្មើនឹងដករឹស3បូកឲ្យរឹស17